សួស្តីថ្ងៃនេះសូមឆ្លើយតបទៅនឹងសំណួររបស់អតិថិជនដែលគាត់បាន comment សួរនៅក្នុង YouTube តើតើនឹងសំណួរមួយនេះគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់មធ្យោបាយវាយកណាអញ្ចឹងដើម្បីការប្រើប្រាស់មធ្យោបាយវាយកណាត្រឹមត្រូវបងប្អូនត្រូវយល់ដឹងឬក៏ប្រឹក្សាជាមួយនឹងគ្រូពេទ្យដែលបានត្រឹមត្រូវសិនដើម្បីកុំឲ្យដោយបងស្រីតើតើនឹងសំណួររបស់គាត់បានសួរថាអ្នកគ្រូខ្ញុំបាត់រដូវមួយសប្តាហ៍ហើយតើអត់មានអាការៈអីប្លែកទេតែខ្ញុំលេបថ្នាំវិយាកណាដល់ក្របក្រហមទី4ហើយនៅតែមិនឃើញមកហើយអាចមានកូនដែរឬទេតែខ្ញុំលេបមិនទៀងទាត់ទេចាតើតើនឹងសំណួរមួយនេះចង់បញ្ជាក់ថាមុននឹងជ្រើសរើសមធ្យោបាយវាយកណាយើងត្រូវដឹងពីអត្ថប្រយោជន៍របស់វាពីផលរំខានរបស់វាហើយតើយើងត្រូវធ្វើបែបណាជាក់ស្ដែងតើតើនឹងការប្រើប្រាស់ថ្នាំពយាកណាសម្រាប់គាត់ដោយគាត់នេះគឺយើងត្រូវដឹងថាថ្នាំគ្រាប់មួយបន្ទះការពារបានរយៈពេល1ខែវាអាស្រ័យទៅលើតាមប្រភេទថ្នាំ21គ្រាប់ឬក៏28គ្រាប់ទៅតាមប្រភេទថ្នាំរបស់ក្រុមហ៊ុនចា៎អញ្ចឹងតើតើនឹងថ្នាំគឺមានថ្នាំគ្រាប់សកម្មមានន័យថាមួយគ្រាប់វាការពារបានរយៈពេល24ម៉ោងហើយថ្នាំប្រភេទជាថ្នាំគ្រាប់គឺមានអរម៉ូនពីអេស្ត្រូហ្សែននិងប្រូជេស្តេរ៉ុននោះគឺសកម្មភាពរបស់វាទៅបង្ការការពារការមានផ្ទៃពោះនៅក្នុងចន្លោះពេលដែលយើងការពាររយៈពេលដែលយើងញ៉ាំថ្នាំគ្រាប់សកម្មអញ្ចឹងគឺយើងទៀមទាក្នុងការញ៉ាំរាល់ថ្ងៃប្រសិនបើបងប្អូនញ៉ាំខានឬក៏ភ្លេចនៅក្នុងថ្ងៃណាមួយជាពិសេសគឺថ្ងៃដែលមានមេជីវិតខ្ជាក់ទោះបីបងប្អូនខានញ៉ាំមួយថ្ងៃក៏ដោយឲ្យតែប៉ះចំថ្ងៃខ្ជាក់មេជីវិតគឺបងប្អូនអាចមានអតិភិបក្នុងការមានកូនខ្ពស់បំផុតអញ្ចឹងបើសិនជាបងប្អូនសម្រេចចិត្តក្នុងការញ៉ាំថ្នាំបងប្អូនត្រូវតែញ៉ាំឲ្យទៀងទាត់ហើយកុំឲ្យខកខានចាដើម្បីប្រសិទ្ធភាពមួយវិញទៀតតើតើនឹងមធ្យោបាយវាយកណាមុននឹងបងប្អូនជ្រើសរើសបងប្អូនត្រូវប្រឹក្សាឲ្យបានត្រឹមត្រូវជាមួយនឹងគ្រូពេទ្យណាអរគុណ